Hello សួស្តីអ្នកនរគ្នាបើមកជួបជាមួយ admin នេះដែរខ្ញុំបាទសេងម៉ាឬក៏ហៅបានថាប្រុសស្មោះក៏បានដែរថ្ងៃនេះ admin នឹងបន្តសាច់រឿងរបស់យើងក៏ប៉ុន្តែសម្រាប់ដែលនៅមកក្រោយក៏ភ្លេចជួយចុច Subscribe ជួយ like វីដេអូរបស់ admin ម្នាក់មួយផងណាដើម្បីជាកម្លាំងចិត្តឲ្យ admin ក៏បន្តផុសទៅមុខទៀតឥឡូវយើងកុំឲ្យចាំពេលវេលាយូរយើងមកតាមដានសាច់រឿងរបស់យើងគឺតែម្ដងទៅនៅក្នុងភាគទី5នេះសាច់រឿងគឺបានផ្សារភ្ជាប់ជាមួយនឹងភាគទី3មិនមែនភាគទី4ទេណាអំឡុងពេលហ្នឹងយើងក៏បានឃើញថាតាសកលក៏កំពុងតែព្យាយាមតាក់ទងទៅកាន់អាម៉ាណូដោយសារតែឃើញអាម៉ាណូក៏បានទៅជាមួយនឹងអាកូរីបើទោះបីជាគាត់ក៏បានព្យាយាមតាក់ទងទៅកាន់អាម៉ាណូក៏ដោយប៉ុន្តែគាត់គឺតែអត់ចូលនោះទេខណៈពេលហ្នឹងដែរក៏បានឃើញឆាគីនេះកំពុងតែលេងហ្គេមប្រភេទដូចជាមួយនឹងអាម៉ាណូជាពិសេសក៏បានឃើញឈ្មោះហ្គេមរបស់ឆាគីដែលវាស្រដៀងជាមួយនឹងមិត្តភក្តិរបស់អាម៉ាណូដូច្នេះហើយគាត់ក៏ចាប់ផ្ដើមមានការសង្ស័យនៅក្នុងចិត្តភ្លាមៗក៏ប៉ុន្តែនៅពេលដែលគាត់ក៏បានសង្កេតមើលឲ្យច្បាស់ហ្នឹងគាត់ក៏ស្រាប់តែភ្ញាក់ផ្អើលតែម្ដងដោយសារតែនៅទីនោះក៏មានឈ្មោះរបស់អាម៉ាណូផងដែរនោះហើយដែលជាហេតុតាសកលក៏បានទៅចិត្តជាមួយនឹងឆាគីនឹងឯងស្របពេលហ្នឹងសកម្មភាពរបស់ពួកគេទាំងពីរនាក់ត្រូវបានអាម៉ាណូហើយនិងអាកូរីក៏បានមើលឃើញដូចនេះពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមយល់ច្រឡំថាពួកគេទាំងពីរនាក់គឺស្រឡាញ់គ្នាអញ្ចឹងទៅចំពោះអាកូរីនៅពេលនោះនេះក៏បានសន្លប់ស្ដោកតែម្ដងពីព្រោះថាឃើញមនុស្សដែលខ្លួនឯងស្រឡាញ់គឺស្និទ្ធស្នាលជាមួយអ្នកដទៃបន្តមកទៀតយើងក៏បានឃើញថាតាសកលក៏បានសួរទៅកាន់ឆាគីថាហេតុអីបានជាមានអត្តចរិតគឺមិនសូវត្រូវគ្នាជាមួយនឹងអាម៉ាណូអញ្ចឹងឆាគីនឹងក៏បាននិយាយថាអ្នកអត់ចូលចិត្តនោះទេហើយថែមទាំងឧទាហរណ៍ទៀតបើថ្ងៃណាមួយនេះក៏បានជាប់នៅលើកោះជាមួយនឹងអាម៉ាណូនោះច្បាស់ណាស់នេះនៅខំដណ្ដាតខ្លួនឯងឲ្យងាប់តែម្ដងរួចមកទៀតតាសកលក៏បានសួរអំពីឈ្មោះហ្គេមរបស់ឆាគីថាហេតុអីបានជានាងដាក់ឈ្មោះបែបហ្នឹងឆាគីក៏បានប្រាប់ផងដែរមូលហេតុដែលនាងក៏បានដាក់ឈ្មោះហ្គេមរបស់នាងបែបហ្នឹងដោយសារតែនាងក៏បានយកលំនាំតាមឈ្មោះម្ដាយរបស់នាងនឹងឯងបន្ទាប់ពីនិយាយរឿងរ៉ាវទាំងអស់ហ្នឹងហើយតាសកលក៏ចាប់បានពិបាកចិត្តពីព្រោះថាពួកគេទាំងពីរនាក់អត់ចោះសម្រងគ្នានោះទេរវាងឆាគីហើយនិងអាម៉ាណូបើសិនជានៅតែបន្តបែបហ្នឹងច្បាស់ណាស់ពួកគេក៏មិនអាចបង្កើតជាមិត្តបាននោះទេស្របពេលហ្នឹងដែរក៏បានកលិចឃើញក្មេងពីរនាក់ដែលមិនដែលធ្លាប់ស្គាល់ពីមុនមកទេប៉ុន្តែនៅពេលដែលពួកគេក៏បាននិយាយអំពីហ្គេមនោះពួកគេក៏ចាប់បាននិយាយត្រូវគ្នាតែម្ដងនិងពិភាក្សាគ្នាអំពីហ្គេមក្នុងការចូលចិត្តរបស់ពួកគេអញ្ចឹងទៅគ្រាន់តែឃើញចាំភ្លាមតាសកលនៅពេលនោះក៏ចាប់ផ្ដើមមានកំណត់ថ្មីសាច់រឿងក៏ការបង្ហាញនៅថ្ងៃថ្មីគឺការស្ថិតនៅពេលល្ងាចតាសកលក៏បានហៅឆាគីហើយនិងអាម៉ាណូក៏បានមកជិតគ្នានិងប្រាប់ទៅកាន់ពួកគេទាំងពីរនាក់ថានេះគឺជាពេលវេលាក្នុងការណាត់ជួបដើម្បីនិយាយអំពីហ្គេមគ្រាន់តែលឿនចាំភ្លាមធ្វើឲ្យឆាគីហើយនិងអាម៉ាណូនៅពេលនោះគឺពិតជាសប្បាយចិត្តមែនទែនតាសកលក៏បានគិតនៅក្នុងចិត្តផងដែរថាតាមវិធីរបស់គាត់នៅពេលនេះប្រហែលជាអាចនឹងជោគជ័យសប្បាយចិត្តមិនទាន់មកប្រហែលផងក៏ស្រាប់តែឆាគីហើយនិងអាម៉ាណូចាប់ផ្ដើមបន្តឆ្លោះគ្នាទៀតតែម្ដងនឹងឯងធ្វើឲ្យតាសកលនៅពេលនោះឡើងកពុលមុខហើយខណៈពេលហ្នឹងក៏ស្រាប់តែខារ៉េនក៏បានមកដល់ដោយសារតាសកលក៏បានអញ្ជើញខារ៉េនដើម្បីមកចូលរួមដូចគ្នាចំពោះខារ៉េននៅពេលនោះនេះគឺការតែភ្ញាក់ផ្អើលទៀតហើយបន្តទៅឃើញអាម៉ាណូហើយនិងឆាគីនៅក្បែរគ្នាដោយនេះក៏បានគិតនៅក្នុងចិត្តថាពួកគេទាំងពីរនាក់អាចនឹងមានទំនាក់ទំនងស្នេហានឹងគ្នាអីចឹងទៅបន្តមកទៀតការសន្ទនារបស់ពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមតាសកលក៏បានធ្វើការសួរទៅកាន់ឆាគីអំពីហ្គេមដែលឆាគីនេះគឺបានបង្កើតឆាគីក៏បាននិយាយផងដែរថាហ្គេមដែលនេះគឺបានបង្កើតនេះគឺមិនដឹងថាវាល្អលេងឬក៏យ៉ាងម៉េចនោះទេក៏ប៉ុន្តែអ្វីដែលនេះគឺបានផលិតបានហើយនោះគឺជាអ្វីដែលនេះគឺថាវាសប្បាយអំឡុងពេលហ្នឹងអាម៉ាណូក៏ចាប់ផ្ដើមនិយាយត្រង់តែម្ដងថាហ្គេមដែលឆាគីគឺបានបង្កើតឡើងហ្នឹងវាមិនសប្បាយតតសោះតាសកលខារ៉េននៅពេលនោះគឺមានការផ្អាកជាខ្លាំងដោយសារតែអាម៉ាណូក៏បាននិយាយត្រង់ពេកអាចនិយាយបានថាការនិយាយបែបហ្នឹងដូចជាពិបាកទឹកចិត្តទៅកាន់ឆាគីអញ្ចឹងដូចនេះហើយធ្វើឲ្យឆាគីនៅពេលនោះក៏ចាប់ផ្ដើមខឹងទៅកាន់អាម៉ាណូថាហេតុអីបានជាអាម៉ាណូគឺនិយាយបែបហ្នឹងដល់ពេលទៅអាម៉ាណូក៏បានលើកឡើងអំពីទ្រឹស្ដីរបស់គាត់និយាយផងដែរក្នុងការបង្កើតហ្គេមអ្នកបង្កើតហ្នឹងគឺច្បាស់ណាស់ថាវាសប្បាយក៏ប៉ុន្តែអ្នកដែលបានវាឆាយទៅលើហ្គេមយើងពិតប្រាកដនោះគឺមានតែអ្នកលេងនោះទេដែលគាត់ក៏បានគិតថាហ្គេមមួយនេះសប្បាយឬក៏វាមិនសប្បាយអញ្ចឹងទៅហើយការបកស្រាយរបស់អាម៉ាណូបែបហ្នឹងហើយឆាគីនៅពេលនោះនេះក៏បានយល់ស្របដែរមិនត្រឹមតែឆាគីនោះទេតែស្គរខារ៉េនក៏ដូចគ្នាអំឡុងពេលហ្នឹងយើងក៏បានគិតថាអាកូរីនេះកំពុងតែលើបមើលសកម្មភាពរបស់ពួកគេនេះគឺស្ថិតនៅខាងក្រោយខារ៉េនពីព្រោះអាកូរីនេះកំពុងតែតាមដានទៅកាន់តាសកលថាមានតំណែងរងអ្វីជាមួយនឹងពួកគេអញ្ចឹងទៅចំណែកអាម៉ាណូហើយនិងឆាគីត្រូវគ្នាបន្តមកប្រហែលផងឥឡូវនេះឆ្លោះគ្នាបន្តទៀតតែម្ដងដោយសារតែពួកគេនេះគឺមានចំណុចមួយចំនួនដែលពួកគេគឺមិនសូវត្រូវគ្នាខារ៉េននៅពេលដែលឃើញបែបហ្នឹងធ្វើឲ្យនេះគឺពិតជាកាំងមែនតើប៉ុន្តែត្រូវបានតាសកលក៏បានខ្សឹបប្រាប់មកកាន់នាងថាពួកគេទាំងពីរនាក់គឺតែងតែបែបហ្នឹងឯងដល់ពេលទៅធ្វើឲ្យខារ៉េននៅពេលនោះនាងពិតជាធូរទ្រង់មែនតើបើសិនជាពួកគេទាំងពីរនាក់គឺមានអត្តចរិតរៀងឆ្លោះគ្នាបែបហ្នឹងមានន័យថាអាម៉ាណូហើយនិងឆាគីគឺមិនមែនតែមានតំណងស្នេហានោះទេហើយអំឡុងពេលហ្នឹងអាម៉ាណូហើយនិងឆាគីក៏បានសម្លឹងមើលទៅកាន់តាសកលហើយនិងខារ៉េនមើលសភាពរបស់ពួកគេទាំងពីរនាក់ដូចជាសមគ្នាដល់ហើយជាពិសេសអំឡុងពេលហ្នឹងក៏ស្រាប់អាម៉ាណូក៏បានចាប់អារម្មណ៍ទៅកាន់អាកូរីក៏បានសង្កេតមើលដល់ពេលទៅអាកូរីក៏បានបកដៃហៅទៅកាន់អាម៉ាណូដើម្បីមកនិយាយគ្នាដែលនេះគឺមានរឿងរ៉ាវមួយចំនួនចង់សួរទៅកាន់អាម៉ាណូនៅពេលដែលឃើញបែបហ្នឹងហើយក៏មិនចាំយូរដែរក៏បានធ្វើការលៀនអ្នកដើម្បីទៅជួបអាកូរីរីឯអ្នក3ក៏មានការព្យាបាលបន្ទាប់ពីដឹងថាអាម៉ាណូក៏បានទៅជួបជាមួយអាកូរីបន្ទាប់ពីការចាក់ចេញរបស់អាម៉ាណូក៏ស្រាប់តែឆាគីនឹងក៏បានសុំដើម្បីត្រឡប់ទៅផ្ទះមុនហើយដូច្នេះហើយនៅពេលនេះនៅសល់តែតាសកលហើយនិងខារ៉េនតែប៉ុណ្ណោះហើយពួកគេកំពុងតែកៀងហើយរួចមកយើងក៏បានឃើញថាខារ៉េននៅពេលនោះនាងក៏បានរត់ចេញពីទីនោះដោយសារតែនាងក៏បានគិតថាអាម៉ាណូហើយនិងអាកូរីនៅពេលនោះកំពុងតែមានតំណែងស្នេហាជាមួយគ្នាអញ្ចឹងទៅមិនត្រឹមតែខារ៉េននោះទេសូម្បីតែតាសកលក៏កំពុងតែឆ្ងល់ដូចគ្នាពីព្រោះថាអាកូរីគឺជាសង្សាររបស់គាត់ក៏ប៉ុន្តែថ្មីនេះបែរជាអាម៉ាណូហើយនិងអាកូរីមើលទៅដូចជាស្និទ្ធស្នាលជាមួយគ្នាសាច់រឿងក៏ការបង្ហាញមកកន្លែងអាម៉ាណូហើយនិងអាកូរីនៅវិញអាកូរីនៅពេលនោះក៏ពិតជាមួម៉ៅមែនតើពីព្រោះហេតុ
អីបានជារឿងរ៉ាវរបស់តាសកលនៅពេលនេះគឺកាន់តែធំទៅបែបហ្នឹងហើយអាមណូគឺបានសន្យាជាមួយនាងហើយថាអាមណូនេះគឺបានជួយមកកាន់នាងប៉ុន្តែអំបញ្ញមិញនេះនាងក៏បានឃើញថាតាសកលកំពុងតែស្ថិតនៅជាមួយនឹង Karen គឺចិត្តមែនតើបន្ទាប់ពីនេះគឺបាននិយាយចប់ហើយនៅធ្វើឲ្យអាការីនៅពេលនោះនាងក៏ចាប់ផ្ដើមស្រែកយំតែម្ដងដូច្នេះហើយធ្វើឲ្យអ្នកដែលនៅភោជនីយដ្ឋានទាំងអស់នោះកំពុងតែសម្លឹងមើលទៅកាន់ពួកគេទាំងពីរនេះដោយសារតែពួកគេទាំងពីរនេះគឺបានបង្កសម្លេងខ្លាំងពេកដែលនេះហើយបុគ្គលិកធ្វើការនៅទីនោះក៏បានទៅខ្សឹបប្រាប់ទៅកាន់ពួកគេទាំងពីរនេះឲ្យស្ងាត់ទៅពីព្រោះថានៅក្នុងភោជនីយដ្ឋានមួយនេះមិនត្រឹមតែពួកគេទាំងពីរនេះនោះទេគឺមានមនុស្សច្រើនមែនតើដែលនៅទីនេះអញ្ចឹងហើយពួកគេទាំងពីរនេះកុំឲ្យបង្កសម្លេងខ្លាំងទៀតអីក្រោយមកទៀតយើងក៏បានឃើញថាអាការីនៅពេលនោះនាងក៏ចាប់ផ្ដើមនិយាយទាំងក្រៀមក្រំតែម្ដងថានាងគឺពិតជាមិនយល់នោះទេថាហេតុអីបានជាតាសកលក៏ទៅជាបែបហ្នឹងអាមណូបន្ទាប់ពីឃើញអាការីនាងកំពុងតែបាក់ទឹកចិត្តបែបនេះក៏បានលើកទឹកចិត្តទៅកាន់នាងនិងសន្យាទៅកាន់អាការីថាគាត់នឹងជួយនាងដើម្បីឲ្យរឿងរ៉ាវទាំងប្រមាណហ្នឹងគឺបានមកសភាពដើមវិញដោយការលើកទឹកចិត្តរបស់អាមណូបាននឹងហើយធ្វើឲ្យអាការីនៅពេលនោះពិតជាសប្បាយចិត្តមែនទែនស្របពេលហ្នឹងពួកគេទាំងពីរនាក់គឺមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែឆាគីក៏បានឃើញសកម្មភាពរបស់ពួកគេជាពិសេសអាមណូហើយនិងអាការីកំពុងតែចាប់ដៃគ្នាទៀតដល់ពេលទៅអាមណូក៏បានស្ទុះលឿនដើម្បីចេញទៅខាងក្រៅនិងនិយាយគ្នាជាមួយនឹងឆាគីដើម្បីគាត់ក៏បានមកយល់ប្រាប់ទៅកាន់ឆាគីកុំឲ្យយល់ច្រឡំអីចឹងណាតែយើងក៏បានឃើញថាឆាគីនៅពេលនោះដូចជាមិនចង់ស្ដាប់នោះទេរួចមកនេះក៏បានធ្វើដំណើរដើម្បីចាក់ចេញពីទីនេះបាត់ទៅបន្ទាប់ពីអាមណូក៏បានត្រឡប់មកដល់ក្នុងកន្លែងភោជនីយដ្ឋានវិញហើយនោះអាមណូនៅតែបន្តនិយាយចឹងថាបើទោះបីជាមានរឿងរ៉ាវអ្វីក៏ដោយគាត់នៅតែបន្តជួយទៅកាន់អាកូរីជានិច្ចដូច្នេះហើយពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមពួកដៃគ្នាដោយបង្ហាញថាពួកគេគឺជាមិត្តភក្តិនឹងគ្នាកាប់បង្ហាញមកកន្លែងតាសកលនៅវិញនៅពេលនេះយើងក៏បានឃើញថាគាត់កំពុងតែលេងហ្គេមដាក់កាក់ជាពិសេសអារម្មណ៍របស់គាត់អត់នៅក្នុងខ្លួននោះទេតែគាត់ក៏បានគិតវិញឆ្ងាយតែម្ដងថាអាកូរីហើយនិងអាមណូនៅពេលនេះកំពុងតែស្រឡាញ់គ្នាអញ្ចឹងទៅហើយរឿងរ៉ាវទាំងអស់នេះគ្រាន់តែជាការយល់ច្រឡំប៉ុន្តែតាសកលក៏អត់បានគិតវិញឆ្ងាយផ្សេងរឿងក៏កាប់បង្ហាញនៅពេលវេលាមួយអាមណូក៏បានធ្វើការសារភាពស្នើទៅកាន់ Karen ក៏ប៉ុន្តែគណៈពេលហ្នឹងបែរជា Karen នេះក៏បានធ្វើការបដិសេធចំពោះទៅកាន់អាមណូក៏ប៉ុន្តែនោះគ្រាន់តែជាការយល់សប្តិរបស់អាមណូតែប៉ុណ្ណោះដោយសារតែគាត់ក៏បានលេងហ្គេមហើយគេអត់ដឹងខ្លួនអាមណូក៏ពិតជាឆ្ងល់មែនតើដោយសារតែការយល់សប្តិបានហ្នឹងគាត់គឺតែងតែយល់សប្តិឃើញតែញយហ្នឹងផ្សេងរឿងក៏កាត់ដល់ថ្ងៃបន្ទាប់យើងក៏បានឃើញថាទំនាក់ទំនងអាមណូហើយនឹងតាសកលនៅពេលនោះគឺដូចដដែលហ្នឹងហើយអំឡុងពេលហ្នឹងតាសកលក៏បាននិយាយបញ្ឈានទៅកាន់អាមណូថាឯនេះគឺធ្លាប់មានចិត្តទៅស្រឡាញ់អ្នកណាដែរទេហើយចំណាយរបស់អាមណូនៅពេលនោះគឺប្រកាសខ្លាំងណាស់ថាគាត់អត់មាននោះទេគាត់ក៏គ្រាន់តែចង់បានមិត្តភក្តិតែប៉ុណ្ណោះស្របពេលនឹងដែរធ្វើឲ្យអ្នកទាំងពីរគឺមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែឆាគីនេះក៏បានបង្ហាញខ្លួនថែមទាំងធ្លាក់កាបូបរបស់នាងទៀតដែលនាងក៏បានយល់ច្រឡំថាពួកគេទាំងពីរនេះគឺបានស្រឡាញ់ភេទដូចគ្នាមានអីចាំកាលឆាគីនេះក៏បានដាក់មីប្រូចរត់ចាក់ចេញពីទីនោះឡើងលឿនតែម្ដងចំពោះអាមណូក៏អត់ដឹងនោះទេប៉ុន្តែតាសកលក៏បានដឹងភ្លាមតែម្ដងថាឆាគីនៅពេលនេះកំពុងតែយល់ច្រឡំមកកាន់ពួកគេដូច្នេះហើយក៏បានស្ទុះលឿនតែម្ដងដើម្បីទៅរកទៅកាន់ឆាគីណាមួយពេលវេលាអំបញ្ញមិញនេះគឺជាការពិភាក្សាអំពីហ្គេមនឹងឯងជាពិសេសអំឡុងពេលហ្នឹងបែរជាឆាគីនឹងកំពុងតែយល់ច្រឡំមកកាន់ពួកគេទៀតអូខេអ្នកនរគ្នាសាច់រឿងរបស់យើងភាគទី5គឺការឆ្លងតរនឹងឯងហើយបើចង់ដឹងថាពីក្រៅរ៉ាទៀតទៅជាយ៉ាងណាក៏ភ្លេចតាមដានជាមួយមីនតរគ្នាណាអេមីនគឺពិតជាសុំទោសចំពោះការបញ្ចូលសលេងមែនតើដោយសារតែសលេងរបស់អេមីនឥឡូវនេះកំពុងតែផ្ដាសាយអញ្ចឹងហើយសំឡេងរបស់អេមីនក៏ទៅតាមនឹងដែរអេមីនក៏មិនដឹងថាធ្វើម៉េចទៀតដែរលេបថ្នាំដែរតែប៉ុន្តែវាមិនតន់ជាចុងក្រោយអេមីនមានតែពិចិនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះឲ្យសំណាងល្អនៅក្នុងឆាកជីវិតការធ្វើដំណើរទាំងណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចឥឡូវអេមីនមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នាអំពីបន្តបាយបាយ